សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងយើងមកកាន់វីដេអូថ្មីរបៀប install package នៅក្នុង CentOS ខ្ញុំធ្វើការវាយ command OPM -QA តមកយើង grab Telnet ដើម្បីខ្ញុំ check ថា Telnet package ហ្នឹងគឺវា install នៅដោយសារតែខ្ញុំមិនទាន់ install អញ្ចឹងវាអត់ឃើញអីទេតមកទៀតខ្ញុំធ្វើការវាយ command OPM/QA ដើម្បីបង្ហាញនៅ package ទាំងអស់ដែលបាន install នៅក្នុង CentOS ខ្ញុំបន្ទាប់ពី type command នេះហើយឃើញថាវាមានច្រើនឥឡូវនេះខ្ញុំប្រើ keyword យ៉ាំដើម្បី search ហៅ Telnet នៅក្នុង CentOS របស់យើងបន្ទាប់ពី search ហើយយើងឃើញហើយខ្ញុំធ្វើការ install យ៉ាំ install Telnet យើងធ្វើការចាំបន្តិចការ install ដោយប្រើយ៉ាំគឺវារៀងយឺតបន្តិចយើងធ្វើការ verify ខ្ញុំធ្វើការវាយអក្សរ Y enter Y enter ហើយនេះវាធ្វើការ download package ហើយ download បាន complete ហើយខ្ញុំធ្វើការ list ដើម្បី verify មើលខ្ញុំប្រើយ៉ាំ list install Telnet បន្ទាប់មកវាបានសោ Telnet ដែលខ្ញុំបាន install មិញហ្នឹងតបពីសោហើយខ្ញុំធ្វើការ remove វាចោលដោយសារខ្ញុំមិនត្រូវការប្រើវាទេយើងប្រើយ៉ាំ remove Telnet ដើម្បី remove ចោល remove ក៏ដូចជា install ដែរនៅពេលដែល remove គេឲ្យយើង verify យើងចុច Y មកយើងធ្វើការ verify ឥឡូវ remove ជោគជ័យខ្ញុំធ្វើការប្រើ DNS install ខ្ញុំធ្វើការ install ទៅលើ Nmap DNS install នេះយើងប្រើស្ទៀងយ៉ាំដែរតែវាលឿនជាងយ៉ាំហើយវា latest version បានន័យថាយើងប្រើ DNS install ហ្នឹងវាធ្វើការឲ្យយើង install លឿនជាងមុនឥឡូវនេះ install complete ហើយវីដេអូយើងមានតែប៉ុណ្្នឹងទេណា Thank you